ឥឡូវជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះសាមសុកអេងមកពីក្រុម SU5 ហើយថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញនៅ comment មួយចំនួនដែលតាក់ទងទៅនឹង Linux ហើយ comment ទាំងអស់ហ្នឹងគឺមានដូចជា9ចំណុចអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញលោកគ្រូចំណុចទី1 Who am I Who am I មានន័យថាយើងកំពុងតែប្រើប្រាស់ user ឬក៏ចូលនៅលើ user មួយណាអញ្ចឹងយើងកំពុងតែចូលនៅលើ user ឈ្មោះសាមសុកអេងនេះបន្ទាប់មកចូលទៅចំណុចទី2ចំណុចទី2 pwd មានន័យថាយើងចូលនៅលើ directory មួយណាអញ្ចឹងយើងកំពុងតែចូលនៅលើ directory home និងឈ្មោះសាមសុកអេងចំណុចទី3គឺការ create user include home and brush script អញ្ចឹងយើងធ្វើការបង្កើត user មួយ sudo add user .m .s /p អញ្ចឹងយើងនឹងធ្វើការបញ្ចូល sudo នេះគឺមានន័យថាជា admin ហើយ add user នេះគឺយើងធ្វើការ add user បញ្ចូល.m ហ្នឹងមានន័យថាយើងធ្វើការបង្កើត home directory ហើយ .s ហ្នឹងមានន័យថាយើងកំណត់ bin និង bash បន្ទាប់មកឈ្មោះនេះគឺយើង add សម្រាប់បង្កើតអញ្ចឹងខ្ញុំធ្វើការ add ចំណុចទី4គឺយើងធ្វើការស្វេទៅកាន់ user ថ្មីមួយហ្នឹងអញ្ចឹងយើងត្រូវវាយ comment មួយ sudo su ហើយឈ្មោះដែលយើងបានបង្កើតមិញអញ្ចឹងយើងធ្វើការបង្ហាញឈ្មោះមកចំណុចចំណុចទីមួយទៀតគឺតាក់ទងទៅនឹងការបង្កើត folder អញ្ចឹងយើងធ្វើការចេញពីឈ្មោះ cd comment ក្នុងការបង្កើត user យើងវាយពាក្យថា mkdir តមកខ្ញុំដាក់សុខដាក់ឈ្មោះ su5 អញ្ចឹងយើងធ្វើការបង្ហាញ folder ដែលយើងបានកើតត្រង់ចំណុចទី9ហ្នឹងយើងធ្វើការយើងមើលថា user មួយហ្នឹងនៅឯណាអញ្ចឹងយើងវាយ comment មួយ cat អញ្ចឹងនេះគឺជាឈ្មោះ user ដែលយើងបានបង្កើតមិញអញ្ចឹងត្រង់ចំណុចមួយទៀតគឺយើងធ្វើការ remove user នឹងមួយចោលអញ្ចឹងយើងត្រូវវាយ comment មួយ
sudo user there តមក user ដែលយើងបានបង្កើតមិញអញ្ចឹងយើងធ្វើការអញ្ចឹងមានន័យថា user មិញដែលយើងបានបង្កើតហ្នឹងយើងធ្វើការលុបរួចជាស្រេចហើយបាទអរគុណចាស់លោកគ្រូ